មួយថ្ងៃមុនពិធីជប់លៀងជ្រើសរើសរាជានុសិទ្ធមិត្តរបស់ខ្ញុំឈ្មោះលីនវ៉ាន់តាងបានអញ្ជើញខ្ញុំជាពិសេសឲ្យទៅកត់សរសើរសម្រស់នៃផ្កាគាត់បានចង្អុលទៅប្រជ្រួយនៅលើទ្រូងរបស់ខ្ញុំដោយបង្ហាញពីការច្រណែនរបស់គាត់ប្រជ្រួយនោះពិតជាមានពូណាស់នៅថ្ងៃបន្ទាប់អាចកំបាំងបានរីករាលដាលហើយមនុស្សគ្រប់គ្នាដឹងថាកូនស្រីច្បងរបស់ឧត្តមសេនីយ៍លូជីងហ៊ឺមានប្រជ្រួយនៅលើទ្រូងរបស់នាងហើយកូនស្រីច្បងរបស់ឧត្តមសេនីយ៍គឺជាស្ត្រីដែលមានសីលធម៌ធូររលុងនៅក្នុងពិធីជប់លៀងជ្រើសរើសខ្ញុំទើបតែត្រូវបានជ្រើសរើសជាស្រីស្នំដោយរាជានុសិទ្ធនៅពេលដែលមិត្តរបស់ខ្ញុំឈ្មោះលីនវ៉ាន់តាងបានបង្ហាញខ្ញុំដោយទឹកភ្នែកនៅគំនូរទាក្រូចខ្វិចកំពុងលេងក្នុងទឹកទោះបីជាស្ត្រីនៅក្នុងគំនូរនោះគ្មានមុខក៏ដោយប្រជ្រួយតូចមួយនៅលើទ្រូងរបស់នាងគឺដូចរបស់ខ្ញុំដែរបុរសនៅក្នុងគំនូរនោះមិនមែនជានរណាក្រៅពីចៅវាយរបស់ខ្ញុំឈ្មោះប៉េយៀនទេលីនវ៉ាន់តាងបានចោទប្រកាន់ខ្ញុំដោយទឹកភ្នែកថាមានទំនាក់ទំនងស្នេហាជាមួយចៅវាយរបស់ខ្ញុំបាត់បង់ព្រំចារីភាពរបស់ខ្ញុំនិងមិនស័ក្តិសមធ្វើជាស្រីស្នំប៉េយៀនបែរជាមើលមកខ្ញុំដោយការស្អប់ខ្ពើមទាំងស្រុងមួយយប់ក្រោយមកខ្ញុំបានក្លាយជាស្ត្រីដែលពុករលួយបំផុតនៅក្នុងរាជធានីបងប្រុសរបស់ខ្ញុំដោយលើកឡើងពីភាពអាម៉ាស់របស់ខ្ញុំចំពោះគ្រួសារបានមិនអើពើនឹងចំណងឈាមរបស់ខ្ញុំហើយនៅចំពោះមុខមនុស្សគ្រប់គ្នាបានដោះសម្លៀកបំពាក់ខ្ញុំចេញហើយចាប់ខ្ញុំដាក់គុកក្នុងទ្រុងជ្រូកខ្ញុំត្រូវបានគេញ៉ាត់ចូលទៅក្នុងទ្រុងជ្រូកតូចចង្អៀតហើយបានស្លាប់ដោយការអាក់អន់ចិត្តនៅក្នុងប្រឡាយដ៏ត្រជាក់និងខ្វក់មួយខណៈពេលដែលលីនវ៉ាន់ថាងដែលកាន់អត្តសញ្ញាណរបស់ខ្ញុំនិងពាក់បណ្ណាការរបស់ខ្ញុំបានក្លាយជាមហេសីដ៏សង្ហារបស់រាជានុសិទ្ធពេលខ្ញុំបើកភ្នែកភាពត្រជាក់ខ្លាំងបានរសាយបាត់ទៅហើយខ្ញុំបានដេកលើគ្រែក្តៅនៅក្នុងវិមានរបស់ឧត្តមសេនីយ៍ពន្លឺព្រះអាទិត្យនៅខាងក្រៅបង្អួចរំលឹកខ្ញុំថាខ្ញុំបានកើតជាថ្មីមួយថ្ងៃមុនពិធីជប់លៀងជ្រើសរើសមហេសីអធិរាជសម្លេងដែលធ្លាប់ស្គាល់ប៉ុន្តែលាក់ពុតរបស់លីនវ៉ាន់ថាងបានបន្លឺឡើងក្នុងត្រចៀករបស់ខ្ញុំនាងកាន់ចានស៊ុបសម្បុកបាក់សីមុខរបស់នាងពោពេញដោយការព្រួយបារម្ភនៅពេលដែលនាងដើរមកជិតគ្រែរបស់ខ្ញុំដោយជំរុញឲ្យខ្ញុំផឹកវាយ៉ាងស្រទន់ដើម្បីរៀបចំសម្រាប់ពិធីជប់លៀងជ្រើសរើសមហេសីថ្ងៃស្អែកដោយសម្លឹងមើលភាពគ្មានទោសពៃខ្លាំងៗរបស់នាងខ្ញុំមានអារម្មណ៍ចង់ក្អួតខ្ញុំបានរុញដៃរបស់នាងចេញភ្នែករបស់ខ្ញុំត្រជាក់ដៃរបស់លីនវ៉ាន់ថាងដែលកាន់ចាននោះបានកប់ភ្នែករបស់នាងពោពេញដោយការមិនជឿស្នាមញឹមចំអកបានរួញនៅជ្រុងបូមាត់របស់ខ្ញុំគិតថាខ្ញុំត្រូវបានគេទទួលស្គាល់រួចហើយថាជាកូនស្រីស្របច្បាប់របស់ឧត្តមសេនីយ៍ប៉ុន្តែបងប្រុសជីងឈួនបាននិយាយថាខ្ញុំក៏ជានារីវ័យក្មេងទី2នៃវិមានរបស់ឧត្តមសេនីយ៍ដែរនារីវ័យក្មេងទី2លីនវ៉ាន់ថាងកុំភ្លេចកន្លែងរបស់អ្នកអីអ្នកគ្រាន់តែជាទាសករដ៏រៀបទៀបម្នាក់ដែលខ្ញុំរើសពីផ្លូវប៉ុណ្ណោះមុនពេលខ្ញុំនិយាយចប់ទ្វារត្រូវបានទាត់បើកយ៉ាងសាហាវហើយលូជីងឈួនបានប្រញាប់ប្រញាល់ចូលមកទាញខ្ញុំទៅដេកយ៉ាងធ្ងន់ធ្ងរលូជីងហ៊ឺមានរឿងអ្វីវ៉ាន់ថាងជាប្អូនស្រីរបស់ខ្ញុំអ្នកមិនអាចត្រូវបានអនុញ្ញាតឲ្យធ្វើបាបនាងបែបនេះទេនាងអបលីនវ៉ាន់ថាងដែលតុបតែងដោយគ្រឿងអលង្ការត្បូងភ្នែករបស់នាងពោពេញដោយការឈឺចាប់ប៉ុន្តែនាងបែរមករកខ្ញុំដោយសម្លឹងមើលដោយកំហឹងឃើញបងប្រុសរបស់ខ្ញុំដែលបានធ្វើបាបខ្ញុំម្ដងហើយម្ដងទៀតដើម្បីជាប្រយោជន៍ដល់អ្នកខាងក្រៅកំហឹងដែលខ្ញុំបានប្រមូលផ្ដុំអស់រយៈពេល2ជីវិតទីបំផុតបានផ្ទុះឡើងខ្ញុំបានទះកំភ្លៀងគាត់យ៉ាងខ្លាំងទៅលើមុខលូជីងឈួនមើលឲ្យច្បាស់ខ្ញុំជាប្អូនស្រីដែលមានឈាមជ័រជាមួយអ្នកលូជីងឈួនយកដៃបិទមុខរបស់គាត់ដោយភ្ញាក់ផ្អើលទឹកភ្នែករបស់លីនវ៉ាន់ថាងហូជីងហ៊ឺវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំមិនគួរប្រព្រឹត្តដូចជានារីវ័យក្មេងម្នាក់នោះទេកុំខឹងអីកុំឲ្យខ្ញុំធ្វើឲ្យអ្នកនិងបងជីងឈួនលងស្នេហ៍គ្នាអីគាត់កាន់តែយកចិត្តគ្នាមុខរបស់លូជីងឈួនកាន់តែស្លេកស្លាំងគាត់ចាប់ក្តីខ្ញុំដោយកម្លាំងខ្លាំងរហូតដល់ស្ទើរតែបាក់ឆ្អឹងខ្ញុំគឺលូជីងហ៊ឺមើលវ៉ាន់ថាងរួចមើលខ្លួនឯងទៅគាត់គិតពីអ្នកគ្រប់បែបយ៉ាងប៉ុន្តែអ្នកពិតជាឆ្មើងឆ្មៃនិងឆ្លើយណាស់គេខ្ញុំសម្លឹងមើលដៃដែលកាន់ក្តីខ្ញុំដោយមានអារម្មណ៍ស្អប់ខ្ពើមយ៉ាងខ្លាំងកាលពីជាតិមុនដៃទាំងនេះហើយដែលបានហែកសម្លៀកបំពាក់របស់ខ្ញុំចេញហើយរុញខ្ញុំចូលទៅក្នុងទ្រុងជ្រូកដ៏អាម៉ាស់នោះដើម្បីប្រយោជន៍ខ្ញុំក៏អង្រួនដៃគាត់ចេញគឺលូជីងឈួនខ្ញុំជាប្អូនស្រីរបស់អ្នកបានធ្វើឲ្យខ្ញុំអាម៉ាស់ម្ដងហើយម្ដងទៀតសម្រាប់មនុស្សក្រៅតើអ្នកមានការគោរពចំពោះខ្ញុំជាប្អូនស្រីរបស់អ្នកទេលូជីងឈួនថប់ដង្ហើមនឹងពាក្យសម្ដីរបស់គាត់ដង្ហើមរបស់គាត់ហត់នឿយរកពាក្យបដិសេធមិនឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះគាត់តែងតែដាក់លីនវ៉ាន់តាងជាអាទិភាពវិមានរបស់មេតបទាំងមូលបានឃើញអ្វីទាំងអស់ជីងហ៊ឺជីងឈួនបងប្រុសរបស់អ្នកគ្រាន់តែខ្វល់ពីអ្នកប៉ុណ្ណោះខ្លាចអ្នកនឹងបាត់បង់ភាពស្ងប់ស្ងាត់នៅក្នុងពិធីជប់លៀងជ្រើសរើសអ្នកម្នាងនៅថ្ងៃស្អែកនោះហើយជាមូលហេតុដែលគាត់សុំឲ្យខ្ញុំទៅជាមួយអ្នកជាពិសេសដោយសម្លឹងមើលការស្រឡាញ់យ៉ាងជ្រាលជ្រៅរវាងបងប្អូនទាំងពីរការស្អប់ពើមនៅក្នុងចិត្តរបស់ខ្ញុំស្ទើរតែផ្ទុះឡើងពោពេញដោយកំហឹងប៉ុន្តែបន្ទាប់មកខ្ញុំគិតថាប្រសិនបើគាត់មិនទៅពិធីជប់លៀងជ្រើសរើសអ្នកម្នាងទេតើការរៀបចំដោយប្រុងប្រយ័ត្នរបស់ខ្ញុំទាំងអស់នឹងមិនខ្ជះខ្ជាយទេហើយលូជីងឈួនដែលមានក្បាលច្របូកច្របល់នោះអាចនឹងរកវិធីផ្សេងទៀតដើម្បីបំភ័យគាត់មុខរបស់ខ្ញុំឡើងក្រហមដោយកំហឹងប៉ុន្តែខ្ញុំនិយាយដោយស្ងប់ស្ងាត់ថាដើមមិនអីទេអ្នកនឹងទៅជាមួយខ្ញុំនៅពិធីជប់លៀងជ្រើសរើសអ្នកម្នាងនៅថ្ងៃស្អែកកលីនវ៉ាន់តាងមានអារម្មណ៍ក្តៅភ្លាមជីងហ៊ឺអ្នកពូកែណាស់គាត់ប្រញាប់ប្រញាល់មកចាប់ដៃខ្ញុំជីងហ៊ឺចុះយើងងូតទឹកជាមួយគ្នាយប់នេះអ្នកគួរតែត្រៀមខ្លួនឲ្យបានល្អសម្រាប់ការជ្រើសរើសស្រីស្នំនៅថ្ងៃស្អែកពេលឃើញទឹកមុខរំភើបរបស់គាត់ខ្ញុំក៏បន្ទាបភ្នែកចុះហើយញញឹមដោយក្តីស្រឡាញ់លីនវ៉ាន់ថាងលើកនេះខ្ញុំនឹងឲ្យអ្នកភ្លក់រសជាតិអារម្មណ៍ធ្លាក់ពីពុកចូលទៅក្នុងភក់នៅក្នុងប្រភពទឹកក្តៅមុខរបស់លីនវ៉ាន់ថាងឡើងក្រហមគាត់លើកដៃឡើងទ្រស្មាខ្ញុំសម្លេងរបស់គាត់ពោពេញដោយសម្លេងយំសោកជីងហ៊ឺស្បែករបស់អ្នកទុនដូចត្បូងថ្មពណ៌ការសម្លឹងរបស់គាត់តាមមុខរបស់ខ្ញុំចុះចុងរែមដៃសាមរបស់គាត់គូរង្វង់លើទ្រូងខ្ញុំហើយប្រជ្រុយនេះវាស្រស់ស្អាតណាស់ពណ៌ផ្កាឈូកនិងឆ្ងាញ់ដូចជាផ្កាពេះដែលតាក់ទាញភ្នែកពាកដែលរូបរាងដដែល
វាដូចគ្នានឹងជាតិមុនរបស់ខ្ញុំផ្អៀងទៅនឹងអាងទឹកហើយឆ្លើយដោយខ្ជិលច្រអូសប៉ុន្តែបេះដូងខ្ញុំត្រជាក់ដូចតែទឹកកកនៅខែទី12តាមច័ន្ទគិតវាគឺជាប្រជ្រុយនេះដែលគាត់ធ្លាប់បង្កភាពចលាចលក្នុងជីវិតមុនរបស់ខ្ញុំធ្វើឲ្យខ្ញុំក្លាយជាមនុស្សសើចចំអកជាស្ត្រីមិនស្អាតបន្ទាប់ពីងូតទឹករួចខ្ញុំបានសុំឲ្យអ្នកបម្រើម៉ាសាប្រេងឲ្យខ្ញុំចង់មើលទៅស្អាតជាងមុនសម្រាប់ពិធីជប់លៀងជ្រើសរើសអ្នកម្នាងនៅថ្ងៃស្អែកលីនវ៉ានថាងមានអារម្មណ៍រីករាយដោយធម្មជាតិគាត់មិនអាចរងចាំចំណាយពេលច្រើនជាមួយខ្ញុំដើម្បីជីកដីបន្ថែមទៀតជំនាញរបស់អ្នកបម្រើគឺល្អឥតខ្ចោះលីនវ៉ានថាងដេកងុយគេងលើសាឡុងទន់ភ្នែករបស់នាងបិទពាក់កណ្ដាលខ្ញុំបានធ្វើកាយវិការទៅកាន់អ្នកម៉ាសាដែលយល់ពេលកំពុងម៉ាសានាងខ្ញុំបានប្រើសារធាតុពណ៌ពិសេសមួយដោយលួចលាក់ដើម្បីគូស្នាមប្រេះដូចគ្នានៅលើកន្លែងដូចគ្នានៅលើទ្រូងរបស់លីនវ៉ានថាងសារធាតុពណ៌នេះពិសេសណាស់វាមកពីគំនូរដែកដែលឪពុករបស់ខ្ញុំបានយកមកវិញពីតំបន់ភាគខាងលិចកាលពីច្រើនឆ្នាំមុនវាមើលមិនឃើញនៅលើផ្ទៃដោយបង្ហាញពណ៌របស់វាយឺតបន្ទាប់ពីកន្លះថ្ងៃនៅលើទេសសេះទៅពិធីជប់លៀងលីនវ៉ានថាងបានអង្អែលលោកអាវរបស់ខ្ញុំជីងហឺអ្នកពិតជាស្រស់ស្អាតណាស់ជាមួយនឹងលក្ខណៈពិសេសដ៏ទន់ភ្លន់និងតាក់ទាញតាមគំនិតរបស់ខ្ញុំតំណែងជាព្រះនាងមហេសីគឺជារបស់អ្នកណាដឹងនឹងមានកម្មវិធីល្អមួយដើម្បីមើលនៅពេលក្រោយពេលមកដល់ព្រះបរមរាជវាំងអ្នកបម្រើបាននាំស្ត្រីអភិជនទៅកាន់សួនច្បារខ្ញុំបានដើរទៅកាន់សាលប្រជុំដោយដឹងថាមនុស្សដែលខ្ញុំកំពុងរកនៅទីនោះខ្ញុំចាំបានយ៉ាងច្បាស់ពីជីវិតអតីតកាលរបស់ខ្ញុំថាមុនពេលពិធីជប់លៀងជ្រើសរើសចាប់ផ្ដើមព្រះនាងមេងយាដែលជាក្មួយស្រីដ៏ស្រឡាញ់បំផុតរបស់ព្រះមហាក្សត្រីយានីបានបុកនឹងអ្នកបម្រើម្នាក់ដែលកាន់ទឹកក្តៅនៅពីក្រោយវាំងនោះនៅមុខសាលប្រជុំស្ទើរតែត្រូវរលាកទោះបីជាព្រះនាងមានភាពភ័យខ្លាចក៏ដោយការពេញចិត្តរបស់ព្រះមហាក្សត្រីយានីចំពោះនាងស្ទើរតែធ្វើឲ្យពិធីជប់លៀងត្រូវបានពន្យាពេលខ្ញុំឈរនៅវាំងនោះខ្ញុំបានឃើញក្មេងស្រីអាយុ7 ឬ 8 ឆ្នាំម្នាក់ស្លៀកសំពត់ប៉ាក់លោតចេញពីជ្រុងខាងឆ្វេងដៃខ្ញុំនៅម្ខាងទៀតអ្នកបម្រើ2នាក់ដែលកាន់ទឹកក្តៅកំពុងប្រញាប់ប្រញាល់ដើរចុះក្រោមដោយក្បាលចុះប្រយ័ត្នមុនពេលពួកគេប៉ះគ្នាខ្ញុំបានប្រញាប់ទៅមុខហើយការពារក្មេងស្រីតូចនៅក្នុងដៃទឹកក្តៅបានហូរពេញខ្នងខ្ញុំក្មេងស្រីតូចត្រូវបានចូលប្រាក់ឆេះចាក់ហើយនាងស្រែកដោយភ័យខ្លាចក្តាប់សម្លៀកបំពាក់របស់ខ្ញុំហើយមិនព្រមលែងឡើយស្រែកដោយភ័យខ្លាចថាប្អូនស្រីតើឈឺទេខ្ញុំហត់ដង្ហើមដោយការឈឺចាប់ប៉ុន្តែនៅតែលុតជង្គង់ចុះញឹមហើយអង្អែលក្បាលនាងបងស្រីមិនអីទេកុំខ្លាចអីអ្នកមើលថែក្មេងដែលឮសំឡេងរំខានបានប្រញាប់ប្រញាល់ទៅមុខស្វែងរកសាលធំមួយដោយក្តីរំភើបហើយនាំខ្ញុំទៅលាបថ្នាំនិងបង់រុំយ៉ាងរហ័សនៅក្នុងសាលធំខ្ញុំបានបដូរសម្លៀកបំពាក់ដែលត្រូវបានត្រាំក្នុងទឹកក្តៅអាវធំពណ៌ស្ដុចព្រះច័ន្ទអាចមើលឃើញបនតិចបន្តួចហើយប្រជ្រុយតូចមួយពណ៌ក្រហមដូចឈាមនៅលើទ្រូងរបស់ខ្ញុំគឺប៉ះនឹងក្រណាត់ស្ដាងជាពិសេសព្រះនាងតូចបានត្រកខ្លួននាងនៅលើកែងដៃរបស់នាងហើយផ្អៀងលើតុបងស្រីប្រជ្រុយរបស់អ្នកស្អាតណាស់ខ្ញុំគិតអំពីត្បូងទឹមដែលពូរបស់ខ្ញុំបានឲ្យខ្ញុំញឹមគោលដៅរបស់ខ្ញុំត្រូវបានសម្រេចនៅក្នុងសាលធំពន្លឺទៀនបានផ្លឹបផ្លែតបញ្ចេញពន្លឺទន់អង្គុយលើវេទិកាខ្ពស់ពន្លឺបានបោកបក់លើហ្វូងមនុស្សទីបំផុតបានមកលើខ្ញុំសម្លេងទាបនិងទន់ភ្លន់មួយបានប្រកាសថាមនុស្សរបស់យូស៊ូអេកូនស្រីច្បងរបស់ឧត្តមសេនីយ៍លូគឺលូជីងក្នុងចំណោមការសម្លឹងមើលដោយច្រណែនរបស់ហ្វូងមនុស្សខ្ញុំបានក្រោកឈរឡើងប៉ុន្តែមុនពេលដែលខ្ញុំអាចបង្ហាញពីការដឹងគុណរបស់ខ្ញុំលីនវ៉ាន់តាងបានដើរទៅកណ្ដាលសាលលុតជង្គង់លើដីហើយបង្ហាញគំនូរទាចិនកំពុងលេងក្នុងទឹកប៉ុន្តែរងចាំបន្តិចនៅពេលដែលរមូរលាបចេញភ្នែករបស់មនុស្សគ្រប់គ្នាបានងាកចេញព្រោះគំនូរនោះពណ៌នាអំពីបុរសនិងស្ត្រីម្នាក់អបគ្នាដោយមិនសមរម្យមុខរបស់បុរសនោះអាចមើលឃើញយ៉ាងច្បាស់វាគឺជាចៅវាយរបស់ខ្ញុំពេលយានមុខរបស់ស្ត្រីនោះមិនត្រូវបានគូទេប៉ុន្តែមានប្រជ្រុយពណ៌ផ្កាឈូកតូចមួយនៅលើទ្រូងរបស់នាងព្រះករុណាខ្ញុំបាននិយាយថាទោះបីជាខ្ញុំនិងជីងហឺជាបងប្អូនស្រីក៏ដោយក៏យើងមិនហ៊ានអនុញ្ញាតឲ្យព្រះករុណាបោកបញ្ឆោតយើងដែរជីងហឺបានបាត់បង់ព្រំចារីភាពរបស់នាងហើយមិនស័ក្តិសមធ្វើជាប្រពន្ធចុងទេខ្ញុំសើចចំអកក្នុងចិត្តនាងបានចាប់នុយហើយ